វីដេអូនេះបើគិតទៅចូលចង់កន្លះខែជាងនេះប៉ុន្តែទៅបានការមានការងារអីឲ្យលើសគេផងប៉ុន្តែដូចមកពិភពលោកនេះរវល់តែឯងវីដេអូម្ដងចេញម្ដងអត់តពេលថតពេកទៅពេញទូរស័ព្ទតាំងឡាចោលហើយតាំងទីមកកាត់ម្ដងមួយជីវិតអ្នកស្នេហា content creator ចឹងហើយណាគេដូចខ្ញុំខ្លះហើយបើថាធ្វើទៅនឹងវាបានលុយពី Facebook អីអត់ទេគឺការចូលចិត្តហ្មងគិតថាជួយចិត្តថតលេងចឹងទៅក៏យកមកចែកម្លែកជូនបងប្អូនទៅគេលោកបងប្អូនបានមើលកែអបសឥឡូវបកមកវីដេអូវិញតាឌីគាត់ជូនមកមើលដើមឈើដូចជាដើមប៉ោមដើម cherry raspberry អីចឹងណាប៉ុន្តែអាពេលដែលចាប់ផ្ដើមលក់ដំបងអញ្ចឹងតម្លៃដូចថ្លៃដល់ហើយតម្លៃមួយដើមឡើង100ជាង700អីណោះដល់ពេលអញ្ចឹងគិតថាចាំមើលតិចទៀតសិនព្រោះតែពេលវាកកកុញខ្លាំងវាអាចចុះតម្លៃជាងហ្នឹងអញ្ចឹងទៅក៏គិតថាទិញផ្កាមកដែរអញ្ចឹងប៉ោមចាំលើក្រោយទៅទិញផ្កាមកហើយមកដល់កន្លែងនេះផ្កាគេលក្ខណៈថាដូចទៅនៅខ្មែរយើងដែរគ្រាន់តែវាមានអាផ្លែកផ្សេងអញ្ចឹងណាពេលមកបានឃើញផ្កាដែលនៅស្រុកខ្មែរយើងមានដែរអញ្ចឹងខ្ញុំនឹកស្រុកទៀតកូនឆ្កែគេនេះខ្ជូតណាតែចិត្ត100បើខ្ញុំស្រឡាញ់កូនជ្រូកជាងតែមួយនេះដាក់លីជូនទៅច្រើនកន្លែងតែប៉ះកន្លែងនេះមានអារម្មណ៍ថាផ្កាកន្លែងគាត់ស្អាតហើយផ្កាម៉ាក់ក្មេងអ្នកទិញតែគុណភាសាអ្នករើហើយពួកខ្ញុំទិញបានផ្កាពីរកត្រកហើយផ្លែប្លុករបស់ម៉ាក់ដូចជាទេសជីប្រហើរជីក្រហមដូចអីខ្លះគ្រាន់តែគាត់ទិញភាគច្រើនប្រភេទបន្លែជីអីចឹងណាទៅច្រើនកន្លែងដែរប៉ុន្តែខ្ញុំអត់ថតកន្លែងផ្សេងព្រោះវាអត់សូវស្អាតចឹងទៅថតតែកន្លែងដើមប៉ោមនិងផ្កាដែលទិញយកមកផ្ទះហើយបើប្តីខ្ញុំវិញឲ្យទៅថាអូស្រឡាញ់ផ្កាអីគាត់ជ្រុំជ្រែងជួយអានេះអានោះធ្វើយើងគ្រប់សពហ្មងឲ្យតែយើងសប្បាយចិត្តតរៀងផ្កាច់ត្រូវដាក់គាត់តិចណាខ្នាក់ខ្នក់តិចណាតែរៀងខ្មើដាក់គាត់ហ្នឹងគាត់អង្គុយកលៀនជាងអត់ចេះនិយាយសង្ឃឹមឲ្យមកលួងតយូរតែយើងប្រកាច់ទៅរកគាត់វិញទៅមិនគាត់លួងយើងតែពេលអញ្ចឹងខ្ញុំច្រឹកមេមន់ទៅញឹកហ្នឹងវីដេអូនេះស្អីខ្លះណោះឡើងវិញឆ្ងាយដល់ណាដល់ណីបន្ទាប់មកក៏ចាប់ផ្ដើមដាំផ្កាអូខ្ញុំភ្លេចគិតថាខ្ញុំទិញផ្កាពីផាកនេះដែរចូលទៅអាហារមួយហ្នឹងស្ងាត់មែនតើហើយផ្កាក៏អត់សូវស្អាតចឹងហើយក៏ជួយទិញគាត់បានពីរហ្នឹងទៅកុំឲ្យចេញមកដៃទៅទេប៉ុន្តែដាំនៅនេះរៀងពិបាកតិចដោយសារតែកប្រុកក៏វាមកកាយថ្ងៃមុនដាំ strawberry មានណាអ្នកចិត្តខាងឲ្យផងទៅបដាំថ្ងៃហ្នឹងស្អែកឡើងមកខំដកទាំងរឹសហ្មងបើកន្លែងនេះវិញពងញ៉ោះប្តីររឿងគាត់លោលឹបគាត់បែបខ្ជីខ្ជូតញែកញក់ដាក់គាត់អីចឹងមែនតាមអ្នកណាក៏ស៊ីចូលដែរមែនទេទាំងគេទាំងយើងតពេលយើងរៀងបញ្ចូលតិចតួចទៅដល់កធ្វើងាប់ចោលសង្ឃឹមថាវីដេអូនេះប្តីអត់ឃើញចោលហើយទន្សាយពីនេះវិញដាក់ដើម្បីកុំឲ្យកប្រុកមកណាប៉ុន្តែវានៅតែមកនៅតែចូលមកខាងដល់ខែអត់តកអញ្ចឹងម្នាក់ចាប់ផ្ដើមដាំផ្កាហើយបើអ្នកចិត្តខាងវិញវិលគាត់ឲ្យមកទេឲ្យពេញប៉ោះឲ្យម៉ាក់គាត់ដាំនៅក្រោយផ្ទះខ្ញុំគិតថាដល់ពេលខែដាំបន្លែប្លុកហ្នឹងខ្ញុំនឹងដាំឲ្យបានច្រើននឹងក្រោយនឹងអញ្ចឹងតែមានណាខ្ញុំមិនបានជួយម៉ាក់ក្មេកខ្ញុំមកប៉ឹកទេបើឡើងនៅឡើងធ្វើការមកវិញគាត់ដាំបានថតយក